នៅក្នុងខេត្តកំពង់ឆ្នាំងមានផ្ទះធំមួយខ្នងដែលគេស្គាល់ថាជាផ្ទះខ្មោចផ្ទះនេះត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ1970សម្រាប់គ្រួសារអ្នកមានម្នាក់ប៉ុន្តែមុនពេលគ្រួសារនោះបានរស់នៅរបបខ្មែរក្រហមបានកើតឡើងគ្រួសារទាំងមូលត្រូវបាននាំទៅសម្លាប់នៅទីវាលពិឃាតហើយផ្ទះនេះក៏ត្រូវបានបោះបង់ចោលតាំងពីពេលនោះមកអ្នកភូមិជុំវិញខ្លាចណាស់ព្រោះគេនិយាយថាប្រលឹងរបស់គ្រួសារនោះនៅតែវិលវល់នៅក្នុងផ្ទះរងចាំសងសឹកនរណាដែលហ៊ានចូលកាលពីប្រមាណឆ្នាំមុនមានក្រុមមិត្តភ័ក្តិ4នាក់ឈ្មោះសុខានីរតនានិងវិរៈដែលជានិស្សិតសាកលវិទ្យាល័យនៅភ្នំពេញពួកគេចូលចិត្តស្វែងរកការផ្សងព្រេងហើយតែងតែនិយាយរឿងខ្មោចជាមួយគ្នាថ្ងៃមួយពេលពួកគេជិះម៉ូតូត្រឡប់ពីដើរលេងនៅខេត្តកំពង់ឆ្នាំងសុខាបាននិយាយឡើងថាឯងឮរឿងផ្ទះខ្មោចនៅទីនេះទេគេថាមានខ្មោចស្រីកាន់កូននិងសំលេងក្មេងលេងឮគ្រប់យប់យើងទៅមើលផ្ទះនោះម្ដងទៅបើមានអីថតវីដេអូបង្ហោះ TikTok ល្បីហ្មងនេះសែកសឹកឯងស្គួតទេសុខាអញ្ចឹងយើងទៅធ្វើអីស្លាប់ខ្មោចទេខ្ញុំខ្លាចណាស់ប៉ុន្តែបើឯងទៅអស់ខ្ញុំក៏ទៅដែររតនាដែលជាមនុស្សក្លាហានបំផុតនិយាយថាតែចុះរឿងខ្មោចគ្រាន់តែរឿងចាស់ដែលគេប្រឌិតដើម្បីបំភ័យក្មេងៗទេយើងមាន4នាក់មានអីខ្លាចវិរៈដែលស្ងាត់ជាធម្មតាគ្រាន់តែងក់ក្បាលយល់ព្រមពួកគេក៏សម្រេចចិត្តទៅស្នាក់នៅផ្ទះនោះមួយយប់ដោយយកតង់និងអាហារមកជាមួយពេលមកដល់ផ្ទះនោះធំណាស់មានជាន់2ប៉ុន្តែទ្វារបើកចំហគ្មានធូលីដល់ថ្នាក់ចម្លែកអ្នកភូមិដែលឃើញពួកគេគ្រាន់តែងក់ក្បាលនិងនិយាយថាគុំទៅទេកូនគេថាមានព្រលឹងគ្រួសារនោះនៅតែរស់នៅក្នុងផ្ទះពួកគេមិនជឿទេក៏ចូលទៅដាក់តង់នៅក្នុងបន្ទប់ធំមួយជាន់ក្រោមពេលយប់ចុះខ្យល់ត្រជាក់ណាស់ហើយសំឡេងសត្វល្អិតឮខ្លាំងពួកគេអង្គុយជុំគ្នានិយាយរឿងខ្មោចសុខាឯងបើមានខ្មោចមែនខ្ញុំចង់សួរវាថាស្លាប់យ៉ាងមែនទេរបបខ្មែរក្រហមខូខៅណាស់នេះកុំនិយាយច្រើនទេខ្ញុំខ្លាចហើយមើលចុះខ្យល់ត្រជាក់ណាស់ហាក់ដូចជាមានអីមកជិតស្រាប់តែពួកគេឮសំឡេងក្មេងលេងឮពីជាន់ខាងលើសំឡេងសើចនិងរត់លេងមានក្មេងមកលេងហ្មងប៉ុន្តែផ្ទះចោលអស់ជាច្រើនឆ្នាំហើយវិរៈស្ងាត់ស្ដាប់មើលសំឡេងនោះកាន់តែច្បាស់ហើយមានសំឡេងស្រីហៅកូនថាកូនអើយមកម៉ាក់ណាកុំរត់ឆ្ងាយទេនេះភ័យខ្លាំងចាប់ដៃសុខាយើងចាក់ចេញទៅខ្ញុំខ្លាចណាស់នោះជាខ្មោចមែនហើយប៉ុន្តែរតនាចង់បញ្ជាក់ក៏ឡើងជាន់ខាងលើជាមួយសុខាពេលឡើងដល់ពួកគេឃើញស្រមោលស្រីម្នាក់ស្លៀកសំពត់ខ្មែរចាស់កាន់កូនតូចម្នាក់ដើរយឺតក្នុងសាលស្រីនោះងាកមកមើលពួកគេមុខស្លេកស្លាំងភ្នែកខ្មៅចិត្តនិងនិយាយដល់សំឡេងត្រជាក់ថាអ្នកមកធ្វើអីនៅផ្ទះខ្ញុំគ្រួសារខ្ញុំនៅទីនេះកុំរំខានពួកយើងទេសុខាភ័យស្លុតស្រែកឡើងរតនារត់ចុះពួកគេរត់ចុះក្រោមប៉ុន្តែទ្វារផ្ទះបិទខ្លួនឯងសំឡេងក្មេងសើចលីយំវិញហើយមានសំឡេងបរោះខឹងថាអ្នកបានមករំខានប្រលឹងយើងឥឡូវស្នាក់នៅជាមួយយើងចុះនេះនៅក្រោមយំសស្រាក់វិរៈជួយខ្ញុំផ្ញើមានអីត្រជាក់មកខាងក្រោយខ្ញុំវិរៈព្យាយាមបោកទ្វារប៉ុន្តែមានដៃត្រជាក់ឆាប់ជាងគេងាកមើលឃើញក្មេងតូចជាច្រើនអ្នកមុខស្លេកកំពុងសើចមើលគេរតនានិងសុខារត់ចុះមកហៅពួកគេទាំង4ក្រសោបគ្នាស្រាប់តែឃើញស្រីនោះលើកចេញពីជញ្ជាំងដើរយឺតដៃវែងអូសដីនាងនិយាយថាយើងស្លាប់ដោយសារមនុស្សខូខើឥឡូវអ្នកក៏ត្រូវស្លាប់ដូចយើងដែរដើម្បីឲ្យយើងមានមិត្តពួកគេស្រែកខ្លាំងហើយរត់ទៅបន្ទប់មើលទៀតពេលនោះវីរៈនឹកឃើញដល់ព្រះពុទ្ធសាសនាក៏ចាប់អន្វរព្រះបាទសំឡេងខ្មោចថយចុះបន្តិចប៉ុន្តែនៅតែឮសំឡេងយំនិងហៅពួកគេអន្វរពេញមួយយប់រហូតដល់ព្រឹកព្រលឹមទ្វារបើកស្វ័យខ្លួនពួកគេរត់ចេញពីផ្ទះនោះមិនដឹងថាដោយសារអ្វីទេប៉ុន្តែពីពេលនោះមកគ្មាននរណាហ៊ានចូលផ្ទះនោះទៀតសុខានីរតនានិងវីរៈមិនដែលនិយាយរឿងខ្មោចជាមួយគ្នាទៀតហើយរាល់ពេលឆ្លងកាត់ខេត្តកំពង់ឆ្នាំងពួកគេតែងតែអធិដ្ឋានសម្រាប់ព្រលឹងគ្រួសារនោះ